មករយៈនេះអាសាដើរចោលបងម៉ៃពេកថ្ងៃនេះបងម៉ៃដើរចោលម្ដងហើយព្រោះអីគាត់ត្រូវទៅធ្វើការនៅទីក្រុងផ្សេងមួយទៀតរយៈពេល4ថ្ងៃបងប្អូនចឹងហើយត្រូវខ្ចប់មីឆាខ្ចប់អីទុកឲ្យគាត់ញ៉ាំតាមផ្លូវផងមួយរយៈនេះគឺទាំងពីរអ្នកហ្មងមមាញឹកមែនតែនមួយទៅលិចមួយទៅកើតធ្វើមិនទេបងប្អូនអើយមានការងារគឺយើងត្រូវទៅធ្វើហើយឆ្លៀតទៅក្បែរគ្នាខ្លះឆ្ងាយគ្នាខ្លះចំណាយពេលវេលាល្អមួយគ្នាខ្លះទៅពេលខ្លះឆ្ងាយគ្នា3-4ថ្ងៃអញ្ចឹងត្រឡប់មកវិញស្រឡាញ់គ្នានឹកគ្នាលើសដើមបន្ទាប់ពីជួយរៀបចំកៅអៅរៀបចំវ៉ាលីគាត់ហើយព្រឹកឡើងព្រលឹមគឺខ្ញុំក្រោកមកឆាជាមួយនឹងមីនេះនៅនេះគេហៅមីឧដុង្គបងប្អូនតែសាយវាធំស្តៀងលតអញ្ចឹងហើយបងម៉ៃគាត់ចូលចិត្តមែនតែនឆាមីហ្នឹងខ្ញុំអត់មានបន្លែច្រើនទេក្នុងទូទឹកកកអញ្ចឹងហើយមានអីគឺដាក់នឹងអីដែលខ្ញុំដាក់មុនគេគឺការ៉ុតព្រោះវាក្រផុយបន្ទាប់មកមានថែមម្ទេសផ្លោកហើយនឹងស្ពៃក្តៅពណ៌ស្វាយបន្លែបងម៉ៃក៏អត់សូវចូលចិត្តលួយពេកបងប្អូនយកច្រប់គាត់ចូលចិត្តអញ្ចឹងឆាតែមកត្រឡប់មកខ្ញុំដាក់គ្រឿងទេសចូលម្សៅស៊ុបស្ករទឹកស្អ៊ីវប្រេងខ្យងទឹកត្រីតិចទៅថែមទឹកម្ទេសបន្តិចក៏បានដែរបងប្អូននិយាយទៅដូចឆាមីទូទៅឬ6នឹងបងប្អូនយកឆាមីអីក៏បានដែរបើមីឧដុង្គនេះគឺតែសាយវារៀងធំវាទន់ហើយស្វិតតិចឆ្ងាញ់ប្លែកម្យ៉ាងដែរខ្ញុំពេលខ្លះយកធ្វើស៊ុបពេលខ្លះយកមកឆាអញ្ចឹងទៅនិយាយទៅគឺបងម៉ៃចូលចិត្តឆាហើយខ្ញុំក៏ដាក់ប្រអប់ឲ្យគាត់អញ្ចឹងណាបងប្អូនឲ្យគាត់ញ៉ាំតាមផ្លូវពួកគាត់ត្រូវជីរថភ្លើងឡើង5ម៉ោងក្រៅពីនឹងគឺមានផ្លែឈើនិយាយពីផ្លែប៉ោមវិញតែខ្ញុំមានអត់ដែលដាច់ទេពួកបងម៉ៃគាត់ញ៉ាំជាប្រចាំរាល់ថ្ងៃនៅប្រទេសអាល្លឺម៉ង់គេថាញ៉ាំផ្លែប៉ោមរាល់ថ្ងៃគឺធ្វើឲ្យយើងកាត់បន្ថយការឈឺការទៅពេទ្យទៀតនឹងមែនអត់ទេបងប្អូនក្រៅពីនឹងខ្ញុំមានដាក់កាហ្វេកញ្ចប់គឺកាហ្វេរៀងនឹងឯងឲ្យបងម៉ៃយកទៅដែរឆុងញ៉ាំនៅកន្លែងធ្វើការគាត់ប៉ុណ្ណឹងមកហូបគាត់គឺរួចរាល់ហើយបងប្អូនអាចចេញដំណើរទៅបានហើយដោយសារធ្វើដំណើរផ្លូវឆ្ងាយអញ្ចឹងខ្ញុំច្រកថងថែមមួយជាន់ទៀតខ្លាចវាកពុបអីចឹងទៅប្រឡាក់កពុបប្រឡាក់កៅអៅគាត់ចេញដំណើរទៅនឹងបងប្អូនឃើញមេឃភ្លឺច្បាស់នឹងកាពិតម៉ោងទៅ6ព្រឹកទេរថភ្លើងគាត់ត្រូវចេញនៅម៉ោង7ហើយគាត់ត្រូវធ្វើការនៅពេលថ្ងៃបងប្អូនអារម្មណ៍មួយមានអារម្មណ៍ថារីចម្លែកដែរបងប្អូនអើយមួយរយៈនេះមួយទៅលិចមួយទៅកើតមិនសូវដែលបាននៅចិត្តគ្នាក្បែរគ្នាអញ្ចឹងណាតែអារម្មណ៍មួយទៀតឱកាសការងារអីដែលយើងធ្វើបានគឺចែកផ្លូវគ្នាធ្វើទៅឱកាសមិនមានរហូតទេត្រូវអត់បងប្អូនអញ្ចឹងឥឡូវនេះបងម៉ៃមកដល់កន្លែងស្ថានីយ៍រថភ្លើងហើយក៏ចាប់ផ្ដើមលាគ្នាទៅពួកអីខ្ញុំជីឡានត្រឡប់ទៅវិញបងម៉ៃក៏ឡើងរថភ្លើងនៅអាល្លឺម៉ង់នេះភាគច្រើនបើទៅឆ្លងខេត្តឆ្លងទីក្រុងអីមុំគឺគេជិះទៅរថភ្លើងទេបងប្អូនលឿនល្អអីអញ្ចឹងណាសូម្បីតែឆ្លងប្រទេសចិត្តក៏ពេលខ្លះគេជិះរថភ្លើងដែរបងម៉ៃឡើងរថភ្លើងទៅបាត់ហើយខ្ញុំក៏មកដល់ផ្ទះវិញហើយដែរបងប្អូនព្រឹកឡើងលុបមុខដូរកៅអៅរៀបចំខ្លួនចេញទៅហាត់ប្រាណថ្ងៃនេះហើយមានបងប្អូនណាដូចខ្ញុំអត់ព្រឹកឡើងអត់បាច់ញ៉ាំអីទេឲ្យតែបានកាហ្វេគឺខ្ញុំរស់ហើយមួយរយៈចុងក្រោយនេះគឺញៀនមែនតែនជាមួយនឹងរៀងកាហ្វេបងប្អូនអើយដោយសារតែលើសពីកាហ្វេធម្មតាមិនបានខ្ញុំនិយាយថាលើសពីកាហ្វេធម្មតានេះខ្ញុំរៀបចំខ្លួនទៅហាត់ប្រាណបងប្អូនប៉ុន្តែខ្ញុំអត់ចាំបាច់ញ៉ាំអីទេទម្លាប់ខ្ញុំគឺព្រឹកឡើងកាហ្វេ2កញ្ចប់ខ្ញុំដាក់មួយកែវនឹងហ្មងព្រោះអីខ្ញុំអត់សូវចូលចិត្តកាហ្វេចាស់ពេកទេចូលចិត្តរសជាតិរៀងស្រាលបើបងប្អូនចូលចិត្តរសជាតិដិតអាចដាក់ទឹកតិចជាងខ្ញុំបានរៀងកាហ្វេនេះគឺពិសេសជាងកាហ្វេដទៃត្រង់តែបងប្អូនស្ដាប់ឈ្មោះគឺដឹងហើយរៀងកាហ្វេគឺជួយថែរៀងនឹងឯងខ្ញុំដាក់កាហ្វេតែម្ដងនឹងទៅបងប្អូនគឺទប់ឃ្លានខ្ញុំបានដល់ទៅ4ទៅ5ម៉ោងម៉ោង3ម៉ោង4ល្ងាចអីបានខ្ញុំចាប់ផ្ដើមញ៉ាំបាយហើយកាលណាតែយើងអត់សូវញ៉ាំគឺយើងដឹងតែរៀងស្អាតស្រកគីឡូហើយប៉ុន្តែមិនមែនស្រកគីឡូទៅមួយមុខទេរៀងកាហ្វេគឺមាន fiber មាន collagen ទៀតដែលជួយថែរក្សាស្បែកថែរក្សារាងយើងព្រោះបងប្អូនដឹងអត់កាលណាតែយើងអត់សូវញ៉ាំយើងស្រកគីឡូធម្មតាយើងមានបញ្ហាសាច់យាធ្លាក់ជ្រីវជ្រួញអត់ស្អាតអីចឹងទៅប៉ុន្តែសារធាតុ collagen fiber នៅក្នុងរាងកាហ្វេហ្នឹងជួយឲ្យរាងយើងស្អាតហើយកាត់បន្ថយស្បែកយាធ្លាក់អញ្ចឹងមានន័យថារាងស្គមហើយស្អាតទៀតហើយបងប្អូនខ្ញុំដាក់តែកាហ្វេមួយកែវហ្នឹងគឺថាឆ្អែតហ្មងបងប្អូនទៅហាត់ប្រាណគឺកម្លាំងពេញបឹបហ្មងសំខាន់អត់ញ៉ាំអីពេលព្រឹកញ៉ាំតែកាហ្វេអញ្ចឹងគឺខ្ញុំស្រាលខ្លួនហើយស្រួលហាត់ប្រាណទៀតដូច្នេះបើបងប្អូនចង់បានជាមួយនឹងរៀងកាហ្វេអាចឆាទៅ Facebook page របស់រៀងកាហ្វេផ្ទាល់បានពួកគាត់កំពុងតែមាន promotion ណា3ប្រអប់គឺថែមដបទឹកនឹងមួយតែម្ដងហើយ promotion ហ្នឹងគឺចិត្តផុតហើយរស់រាន់ទាំងអស់គ្នាបងប្អូនថែរៀងបានរៀងស្អាតហើយកាហ្វេរសជាតិឈ្ងុយហើយឆ្ងាញ់ទៀតបងប្អូនអើយហើយវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងបងប្អូនចាំជួបគ្នានៅវីដេអូក្រោយបាយបាយ